ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំសូមលើកឡើងនៅរឿងមួយដែលមនុស្សយើងជួបប្រទះហើយមានប្រតិកម្មតបមកវិញនៅសកម្មភាពពីរផ្សេងគ្នាដែលយើងអាចកត់សម្គាល់មើលបាននោះគឺបញ្ហាជាធម្មតាគ្រប់គ្នាតែងតែជួបបញ្ហាទាំងខ្ញុំទាំងគេបញ្ហាតូចបញ្ហាធំចេះអត់ទេនៅក្នុងជីវិតរបស់យើងមានជីវិតគឺវាមានបញ្ហាហើយអញ្ចឹងអ្វីដែលសំខាន់ចង់លើកឡើងនោះគឺយើងអាចកត់សម្គាល់ឃើញថាសកម្មភាពតបមកវិញយើងវាមានពីរវាមិនមែនជាបទពិសោធន៍ដែលខ្ញុំធ្លាប់ឆ្លងកាត់ទាំងអស់ទេប៉ុន្តែបើយើងក៏លេចមើលទៅកាន់ជុំវិញខ្លួនយើងណាបងប្អូនក៏មើលដឹងដូចខ្ញុំដែរក៏នៅពេលខ្លះយើងអត់បានកត់សម្គាល់វាព្រោះហើយទៅប៉ុន្តែខ្ញុំគិតថាវាមានប្រយោជន៍ទៅយកមកនិយាយគ្នានឹងទី1នៅពេលដែលជួបបញ្ហាសកម្មភាពតបមកវិញគឺអង្គុយរអ៊ូរទាំបើអត់មានអ្នកស្ដាប់អត់មានអ្នកបញ្ចេញទេរៀងមានអារម្មណ៍ថាតឹងទ្រូងវាដូចគ្មានអ្នកយល់ចិត្តវាដូចគ្មានអ្នករំលែកអីសោះយើងមានអារម្មណ៍រឿងតឹងណាអាហ្នឹងទី1ទី2បញ្ហាជួបដូចគ្នាប៉ុន្តែអ្វីដែលគេធ្វើតបមកវិញនោះគឺខំប្រឹងពួកគេបានដឹងថាបើសិនណាជាយើងខ្សោយបញ្ហានោះមិនអាចដោះបានទេហើយបើចង់ឈ្នះបញ្ហានោះវាអាចទៅធ្វើលេះបានទេតើឡើងខំប្រឹងឲ្យខ្លាំងហើយគោលបំណងរបស់គាត់គឺគាត់ចង់យកឈ្នះទៅលើបញ្ហាមួយហ្នឹងអញ្ចឹងហើយបានជាគាត់ខំប្រឹងយើងប្រៀបធៀបគ្នាមើលហើយយើងយកអាហ្នឹងយកមកទាញជាឧទាហរណ៍ជាក់ស្ដែងនៅក្នុងសង្គមយើងឃើញបើយើងដើរមិនបានច្រើនឬក៏យើងជួបមនុស្សមិនបានច្រើនអីឬក៏គេមិនដែលលូរទាំប្រាប់យើងអីយើងមើលតាម Facebook ទៅយើងនិយមប្រើយើងអាចដឹង friend យើង4-500នាក់អីឬក៏អីច្រើនរាប់ពាន់នាក់អីនោះអ្នកខ្លះយើងអត់ដែលស្គាល់ទេប៉ុន្តែជា friend នៅក្នុង Facebook របស់យើងដែរអញ្ចឹងនៅពេលដែលឃើញផុសយើងអាចមើលកលេចមើលទៅដឹងពីភាពរអ៊ូរទាំនិងភាពតស៊ូរបស់គេយើងមើលចំណុចទី1ដែលតែងតែរអ៊ូរទាំបើតាមការគិតរបស់គាត់ទេណាប្រហែលជាគាត់ទី1ចង់ឲ្យគេអាណិតទី1ចង់ប្រាប់គេថាគាត់នឹងលំបាកណាស់វាលំបាកជាងគេជាងឯងគាត់នឹងវាយ៉ាប់យឺនណាស់វាបែបនេះបែបនោះទី1ចង់ឲ្យគេអាណិតអាសូរនឹងផងចង់ប្រាប់ឲ្យគេចង់ប្រាប់ឲ្យគេដឹងថាគាត់នឹងវាលំបាកបែបនេះបែបនោះផងហើយទួញសោកនិយាយទៅរៀបរាប់ហោហាយអញ្ចឹងទៅអានោះបើសិនណាជាអត់មានណាដូចខ្ញុំថាចាំបើអត់មានអ្នកមកអង្គុយស្ដាប់យើងមានអារម្មណ៍ថារឿងធុញថប់រឿងអីចឹងទៅប៉ុន្តែបើមានឱកាសបានបញ្ចេញអង្គុយទៅលូបើជួបមនុស្សផ្ទាល់វិញក៏លូរៀបរាប់តែអារឿងនោះអារឿងបញ្ហាខ្លួនឯងទុកបែបនេះទុកបែបនោះបញ្ហាចេះចុះបកមកតែខ្ទីហើយបើអត់មានទេគឺបញ្ចេញតាម Facebook តាមអីទាំងមកអស់អា link ចឹងទៅខ្ញុំមានបញ្ហានេះខ្ញុំមានបញ្ហានោះចេះចុះរងទុកបែបនេះបែបនោះហើយយើងធ្លាប់ជួបវាបានអីមកវិញបើតាមអ្វីដែលខ្ញុំយល់ឃើញខ្ញុំថាវាមិនមែនរឿងដែលត្រូវគេអាណិតទេនៅពេលដែលជួបបញ្ហាហើយគេទៅរអ៊ូរទាំខ្ញុំថាវាជារឿងដែលគួរឲ្យធុញទ្រាន់ទៅវិញព្រោះមនុស្សយើងបញ្ហាវាមានគ្រប់តែគ្នាហ្នឹងហើយបើលអ៊ូទៅវាធ្វើដូចតែមានតែឯងដូចបញ្ហាហ្នឹងវាមានតែឯងទាំងតែធៀបពិតអាគេអ្នកស្ដាប់ក៏បញ្ហាដែរនោះគាត់តែគេអត់និយាយហើយយើងសាកសម័យមើលបើយើងកំពុងតែម្នាក់ស្ពាយបញ្ហាជាប់តែខ្លួនអាតូចក៏ដោយអាធំក៏ដោយយើងមានហើយអាកំពុងតែមានបញ្ហាខ្លួនឯងទៅស្ដាប់បញ្ហាគេទៀតនឹងវាមិនដែរមានអារម្មណ៍មិនដែររឿងមួយទៀត
គេអត់តមានបញ្ហាកំពុងតែនៅក្នុងស្ថានភាពរីករាយសប្បាយអីហ្នឹងអារម្មណ៍ពងល្អស្រាប់តែអង្គុយស្ដាប់បញ្ហាគេហ្នឹងវាមិនយកខូចអារម្មណ៍ល្អអស់អានេះនិយាយមកដើម្បីឲ្យយើងគិតថាអូបើសិនណាជាយើងនៅក្នុងចំណុចមួយហ្នឹងជាអ្នកដែលមានប្រតិកម្មតបទៅវិញចំពោះបញ្ហាហ្នឹងជាសកម្មភាពមួយដែលចូលចិត្តបង្ហាញអារម្មណ៍រអ៊ូរទាំហ្នឹងយើងសាកគិតអារឿងហ្នឹងបែបលើមើលគិតបែបហ្នឹងលើមើលតើវាមិនវិញហើយខ្ញុំជឿតែគេមិនអាណិតអីទេព្រោះគាត់ណាគេឃើញពីភាពទន់ជ្រាយរបស់យើងជួនកាលគេពេលជ្រាយយើងបន្ថែមទៀតក៏មានដែរគេថាយើងខ្វះនៅការតស៊ូប្រតិកម្មទី2គឺខំប្រឹងដូចខ្ញុំបាននិយាយត្រួសមកហើយថានៅពេលដែលជួបបញ្ហាគេគិតថាបញ្ហាហ្នឹងគឺមានជាធម្មតាទេសម្រាប់មនុស្សកាលណាមានជីវិតមកហើយគឺបញ្ហាហ្នឹងវាអត់ផុតទេទាំងយើងទាំងគេហើយក៏គាត់មានការស្វែងយល់ដែរថាអ្នកខ្លះក៏គេមានបញ្ហាដូចយើងដែរគ្រាន់តែគេមិននិយាយមិនរអ៊ូរទាំអញ្ចឹងយើងទៅនិយាយទៅអីហើយណាមួយគាត់ទៅខ្មាស់គេបញ្ហាខ្លួនឯងដោះមិនចេញត្អូញត្អែអីច្រើនយើងខ្មាស់គេប្រឹងទៅហើយជាលទ្ធផលគឺផ្លូវចិត្តរបស់គាត់ក៏មិនសូវពិបាកឲ្យខ្លាំងដូចនៅអង្គុយលូដែរពួកគាត់ពេលដែលគាត់ខំប្រឹងដោះស្រាយនឹងគូក្បាលគាត់ព្យាយាមគិតរកដំណោះស្រាយផងព្យាយាមធ្វើការងារផងធ្វើនេះផងធ្វើនោះផងវារវល់ដល់ពេលវារវល់ទៅវាមិនសូវកន្ទុកកន្ទិញជាមួយនឹងបញ្ហាហ្នឹងហ្មងណាអញ្ចឹងផ្លូវចិត្តរបស់គាត់ក៏រៀងធូរដែរវាខុសគ្នាបើយើងប្រៀបធៀបពីផ្លូវចិត្តវិញណាអ្នកត្អូញត្អែចំពោះបញ្ហាហ្នឹងបញ្ហាវាមានស្រាប់ហើយដល់ពេលយើងមកអង្គុយរៀបរាប់កំសត់វាដូចគឺកំសត់ខ្លួនវាដូចអាណិតខ្លួនទៅផ្លូវចិត្តនោះក៏វាកាន់តែពិបាកដណ្ដើមទៅអាហ្នឹងវាកាន់តែអញ្ចឹងណាយើងមើលផ្លូវចិត្តក៏ខុសគ្នាឆ្ងាយដែរហើយលទ្ធផលដែលយើងទទួលបានហ្នឹងក៏ខុសគ្នាដែរលទ្ធផលវាបានមកពីការប្រឹងប្រែងមួយទី2វាបង្ហាញឲ្យគេឃើញថាយើងជួបបញ្ហាហើយយើងអត់ចេះត្អូញអត់ចេះត្អែទេគិតតែពីប្រឹងគេអាចអាណិតយើងអត់មិនបាច់ត្អូញទេគេអាចមើលឃើញយើងគេអាណិតសាទរយើងចូលចិត្តស្រឡាញ់យើងទៅតស៊ូអីចឹងទៅហើយយើងអាចយកចិត្តយើងដាក់ចិត្តគេទៅវាអាចគិតឃើញខ្លាយកន្លែងហ្នឹងជាមនុស្សសាព្យាយាមអីចឹងទៅហើយអាហ្នឹងគេមើលមកយើងហើយបើយើងខ្លួនឯងក៏ទទួលបានផលតបមកវិញអំពីការកាត់ខំប្រឹងប្រែងយ៉ាងដែរប៉ុណ្ណឹងសង្ឃឹមថានឹងក្លាយទៅជាប្រយោជន៍សម្រាប់បងប្អូនយើងដែលកំពុងស្ដាប់ហើយសង្ឃឹមថាស្ដាប់ដល់ទីនេះបានច្រើនចោះបើស្ដាប់ដល់តែហ្នឹងទីនេះកុំភ្លេចជួយខមមិនប្រាប់ថាស្ដាប់ដល់ចប់ផងហើយយើងជួបគ្នានៅក្នុងវីដេអូក្រោយសូមអរគុណនិងសូមជម្រាបលាជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងខមមិននេះក៏បានសរសេរថាលោកគ្រូហេតុអ្វីបានខ្ញុំគេងច្រើនម្លេះហើយធ្វើឡើងមិនក៏មិនបាត់ងងុយរឿងគេងច្រើនរឿងដេកច្រើនហ្នឹងគឺយើងកាន់តែដេកច្រើនយើងកាន់តែងងុយច្រើនដូចគ្នាអញ្ចឹងអាដេកច្រើនវាផ្សេងអំពីការដេកឲ្យគ្រប់គ្រាន់អាដេកឲ្យគ្រប់គ្រាន់វាជារឿងមួយដែលល្អប៉ុន្តែដេកច្រើនវាល្អទេហើយកាន់តែដេកច្រើនកាន់តែងងុយទៅព្រោះមិននិយាយតគ្នាអីទេវាជាបទពិសោធន៍ខ្លួនឯងផ្ទាល់ដែលធ្លាប់ដេកច្រើនដូចគ្នាខ្ញុំលើកឡើងឧទាហរណ៍ពេលដែលខ្ញុំធ្លាប់ដេកថ្ងៃពេលធ្លាប់ដេកថ្ងៃហ្នឹងដេកទៅឲ្យតែថ្ងៃណារឿងអត់បានដេកហ្នឹងធីងធងងើអាពេលថ្ងៃងែមងាមឈឺក្បាលហើយអាពេលដេកហ្នឹងអត់ចង់ងើបទៀតឧទាហរណ៍បាយហើយចាប់ផ្ដើមដេកទ្រលាប់ដេកបាយហើយដេកទល់ម៉ោង1ម៉ោង2អីពេលខ្លះអត់ចង់ងើបទៀតហើយភ្ញាក់ឡើងរៀងហើយយើងដេកយើងស្ពឹកដែរមួយទឹកហើយក៏វាមិនទាន់ស្រស់ថ្លាដែរវារៀងនៅចង់ងេមងាមដែរអញ្ចឹងតាមបទពិសោធន៍នេះឃើញថាដេកកាន់តែច្រើនវាធ្វើឲ្យយើងកាន់តែងងុយហើយអ្នកផ្សេងច្រើនទៀតក៏អញ្ចឹងដែរវាគឺបែបហ្នឹងដេកកាន់តែច្រើនវាកាន់តែងងុយពេលព្រឹកក៏ដោយពេលខ្លះយើងក្រោកណាទម្លាប់អាក្រោកហ្នឹងក៏មានទម្លាប់ដែរ
ก็ทลอบอีกเนี่ยไปคลามีทลอบมองบุญไอ้ก็มีนะน้องเด็กกันไหนจ้าอดเจ้าสว่างเรื่องงงยมีนั่งไงยี่สิบก็ไปตัดสายเชื่อลงวิมีนกันไหนเชื่อเนาะไอ้จ้าก็เชื่อนั่นยัยตัดสายเชื่อละสายเชื่อเนาะเชื่อกันไหนเชื่อนั่งไงทั้งไงนะบ้านเด็กเถอะเราปีปรักนั่นคือเอาสโลคล้วนเด้รอแต่งูนั่งไงยังตำรวจเด็กนี่ยังเด็กกันไหนจ้าviệc can tại thua dương người đôi dương đã on chớ nữa cái này dương đã on cái này chớ phượng việc can là trẻ chẳng là phượng việc đại trái đòi o thì dương đã can là chớ với can là trẻ can là chớ với can là trẻ việc trẻ trái thì chẳng là cả để bây giờ đây ở trẻ trái thì mình được để trẻ trái thì để giờ làm lang cái mong buồn cái đòi buồn bực á nè ngày lang bài hay đi tiệt cái đòi đi mong bay mong buồn mình ngư của bà này ở chơi trai thì đi này bây giờ mẹ tầm lọp năng ấy cứ đó tập đào máu cứ thử đi đào máu cứ rồi đi tuân tập này chẳng ai hay cho bây giờ vậy vinh thà thương mày tớ còn mai việc ngồi chẳng tiết lâu dương bột tô mình bột tô luôn ấy như dương bột tô sao màu bìa ngồi nữa nghe dương vậy tàng ngồi màu pi ngồi màu pi dương ngồi nữa nghe bạn trường đê vậy bọt ngồi đê thế ta tầm bố ngồi nó với cao lang bây giờ người ta nè bà đòi giờ bây giờ chúng này dương bán á tầm bố cường luôn ấy nó nè bà cao đặng ngồi nữa ấy đâu với cao rồi đào máu ngồi rồi ta đi như này chẳng bây giờ bà đổi luôn rồi vì mà cục con dương quýnh có bà to tiệt đấy vì chỉ chụm rương bây giờ ôi vì mà cục con dương bà to tiệt đấy vấn đề mà thầy dương chọn trả tránh dương mình chọn bà to tầm lọp năng tiết nó vừa to là dương hiên chụm nè dương hiền phải trang mấy vía chụp xe cái chụp nè nó mẹ ban đây thì dương chụp ngồi ngồi tì bàn tay áp bê dương ngồi ngồi nó dương ọt để lutra na tại mong thầu đế chạm để uti họ bị dục chân tròn nó mong cái thầu đế chơi dương cầm nọ thầm mong đọp ấy chỗ để anh không biết thử ấy mong đọp chỗ để cho lâm lang này mong một môi thử ngợp mong một môi ngợp chẳng mong vì mong trầm trâu dân từ chắc để chụp con với con pi cả đi trơn hay bà tha dương chập ra mưa là pi tùm lọp năng lang với nhá du chứ này hay bố bà bọn vô bị tha tùm lọp ban này tụi vịt lọp lão dương lọp chẳng dương trong mà tùm lọp thăm mấy dương thua sẽ cam mà piệp thăm mấy nữa ở với tờ đá tấu vô tấu với lọp này cái lấy nó bao bồn vô tập ra bàn ra sự than hợp hiệp mình mà này thà đường đi muối đường FC tuyệt cái đầu tùm lọp ban này thà bị lọp lão dương lọp chẳng mà dương trong cái bài của luôn ấy dương thà thua sẽ cam mà piệp thăm mấy nè mới để dương trong bán hơi thua với lọp từ thua với tờ đá từ bên ta nó đòi dương khăn đá là biệp thay vô chne lưu vía nè thà lùm le thêm mạnh không đời đường điện chứ men mà đây thà ọt đẳng ngôi tê mình men mà đây ta chụp ngờ ngôi tê dương nấu tay ngờ ngôi dương bùi dương thọp hơi ụ tia ho thà bài hai dương ngờ ngôi men dương lên ngờ ngôi tê nó về dương cài prai dương nấu tay ngờ ngôi chăng bên tay chúng nè luôn ai nhà bàn hãy cho những chưa có ba lượng sơ những spec những ngô cả đời đại khan của họ để chẳng á đại khan của họ để chi diêm ngày nào ngày ba mà ngày hay dương thử mong đây chăm để mong để thử đế nhé mong để thử khóc của thử thật cả đầu tôi chăng một tôi bây giờ sau sâu luôn cả đời phụ với kho tầm lọp dương bị mùn mà đâu hai mà đâu tiệt tôi chăng ta đai vui tóc
នៅពេលដែលរាងកាយរបស់យើងចាប់ផ្ដើមស៊ាំជាមួយនឹងអាហ្នឹងណាចាប់ផ្ដើមស៊ាំជាមួយនឹងអាហ្នឹងវាចាប់ផ្ដើមទទួលយកទៅលែងអីហ៎ដល់ម៉ោងដេកដល់ម៉ោងដែលយើងធ្លាប់ដេកពីមុនមកលែងងុយហ៎ហើយតែដេកអត់ស្រួលខ្លួនទៀតដូចខ្ញុំចឹងដេកថ្ងៃពីមុនធ្លាប់ដេកថ្ងៃចឹងដែរមិនបានដេកអត់ស្រួលខ្លួនទេប៉ុន្តែឥឡូវចេះវិញហើយពេលណាយើងដេកលេងអីជ្រុលទៅលក់ហើយងើបមកវិញឈឺក្បាលអត់ស្រួលខ្លួនវិញអាពេលម៉ោងដែលយើងអត់ធ្លាប់ដេកតែដេកហើយចាប់បានងើបឡើងយើងឈឺក្បាលយើងអត់ឆ្លាស់ខ្លួនទេធីងធងអញ្ចឹងទៅវាអញ្ចឹងវិញអញ្ចឹងបើយើងក៏លេចមើលរឿងនេះថារឿងទម្លាប់ទេអញ្ចឹងបើយើងឲ្យអាទម្លាប់នឹងវាមកដឹកនាំយើងមិនន័យថាវាទៅណាទៅហ្នឹងឯងយើងទៅតែតាមទម្លាប់ទេទៅតែតាមភាពខ្ជិលទេទៅតាមមាយាទេតាមអារម្មណ៍ទេប៉ុន្តែបើយើងដឹកនាំទម្លាប់មិនន័យថាយើងពុតវាយើងចង់បានអីយើងពុតវាទៅហ្នឹងអាពេលដេកហ្នឹងដូចគ្នាមិនមែនយើងឈប់ងងុយទេគ្រាន់តែពេលដែលងងុយហ្នឹងយើងអត់ដេកម៉ោងដែលមិនត្រូវដេកគឺអត់ដេកចាំម៉ោងដេកចាំដេកអានេះគេហៅថាចរន្តពុតអាទម្លាប់ហ្នឹងឲ្យយើងចង់បានបែបណាយើងពុតតាមហ្នឹងតែអញ្ចឹងទៅហើយធ្វើវាឲ្យខ្លាយទៅជាទម្លាប់មួយថ្មីទៀតទៅវាធ្លាប់អញ្ចឹងវាលែងអីសង្ឃឹមតែយល់នឹងអីដែលខ្ញុំនិយាយហើយយើងជួបគ្នានៅក្នុងវីដេអូក្រោយបងប្អូនសួរទៀតខមមិនមកឬក៏ស្ដាប់អីផ្សេងស្ដាប់ដល់ទីនេះឬក៏ដល់ចប់ខមមិនមកយើងជួបគ្នានៅក្នុងវីដេអូក្រោយអរគុណនិងជម្រាបលា